ก็เคยวิดีโอบางปอนดังอันนี้ខ្ញុំទៅណាដែរមែនទេថាតរ៉េនហើយនឹងបឺបងប្អូនឲ្យផ្លែឲ្យរយោងពេញដើមតែមួយឆ្នាំមានម្ដងយើងកុំរំលងនៅចិត្តផ្ទះយើងនៅសំឡូតនេះឯងដល់រដូវកាលប្រមូលផលបដានៃតរ៉េនពីប្រជាកសិករយើងហើយបងប្អូនទៅស្រុកសំឡូតអត់ខាតទេណាបានមើលតរ៉េនហើយបានលេងទឹកទៀតនេះខ្ញុំថ្ងៃហ្នឹងបានធ្វើដំណើរចាប់ពីម៉ោង 2 រសៀលទៅស្រុកសំឡូតចាតែយើងទៅខាងសំឡូតចាស់តំបន់ដែលគេមានដាំទុរេនច្រើនព្រៃគឺខៀវស្រស់បំពងនៃសាររដូវហ្នឹងរដូវភ្លៀងរដូវវស្សាយើងមិនមកដល់សិនបងប្អូនបានមកផ្ទាល់ធានាថាតិចភ្នែកហ្មងមានក្តីសុខផ្លូវចិត្តនិងផ្លូវកាយមែនតើព្រោះផ្លូវគឺងាយស្រួលមែនតើស្រួលរហូតទៅដល់ចការតរ៉េនផ្លុកតែម្ដងអញ្ចឹងហើយបាននាងខ្ញុំមកខំថតទេសភាពផ្ញើជូនបងប្អូនដែលអត់ដឹងថាទេសភាពស្អាតអញ្ចឹងជូនបងប្អូនទស្សនាខ្ញុំសង្កេតមើលតាមដងផ្លូវក៏មិនសូវមានសម្រាមដែរបងប្អូនទេសភាពស្អាតប៉ុណ្ណាក៏ដោយតែមានសម្រាមគឺវាលេងសូវស្អាតប៉ុន្តែនេះនាងខ្ញុំសរសើរសំបីក្នុងចការទុរេនក៏មានសម្រាមដែរតែអ្នកស្រុកអីគឺគេរៀបចំបានស្អាតពលបែកអូហូស្ទឹងមិញនាងខ្ញុំចូលដល់ចការតរ៉េនហើយបងប្អូនអ៊ំគាត់ដាំតរ៉េនហើយគាត់ប្រើជីធម្មជាតិដោយសារគាត់ធ្វើជីខ្លួនឯងហើយខែហ្នឹងគឺតរ៉េនរបស់គាត់ទើបចាប់ផ្ដើមចេញក្តឹបហើយនឹងផ្លែធំមួយទេគាត់ថានៅខែ7បានតរ៉េនរបស់គាត់ផ្លែច្រើនខែ6ហ្នឹងគឺប្រមូលផលច្រើនណាបងប្អូនពេលបងប្អូនទៅលេងបងប្អូនជិះហួសផ្លូវ8 4ហ្នឹងទៅមុខប្រហែលជា500ម៉ែត្រដល់ចការគាត់ហើយចាហើយបងប្អូននៅក្នុងវីដេអូខ្ញុំទៅមុខទេបងប្អូននឹងបានឃើញគាត់ហើយគឺគាត់នេះចាគាត់ចាស់ហើយគាត់ដើរចងតរ៉េនបែបហ្នឹងឯងដល់ខែ6ខែអីបងប្អូនទៅជួយទិញតរ៉េនគាត់ផងតរ៉េនរបស់គាត់ដាក់ជីធម្មជាតិបងប្អូនមើលតែផ្លែទៅដឹងហើយចឹងយើងជួយទិញគាត់ទៅក៏ដូចជាជួយគាត់ដែរថាតរ៉េនគាត់ឆ្នាំហ្នឹងបានផ្លែរៀងច្រើនឆ្នាំមុនគាត់បេះលក់បានតែ200គីឡូទេថាតរ៉េនទេផ្លែឈើផ្សេងរបស់គាត់ក៏ទៅតែរៀនផ្លែដែរគាត់ដាំឡើងរយៈពេល5ឆ្នាំហើយបងប្អូនចឹងមិនងាយបានប្រមូលផលទេបើសិនជាជួបគាត់បងប្អូនជួយជីវគាត់ផងពេលកាត់ទៅពេលទៅដល់ផ្លែចំការទុរេនគឺនាងខ្ញុំមានក្តីសុខខ្លាំងណាស់បងប្អូនព្រោះនាងខ្ញុំជួយចិត្តផ្លែទុរេនទោះបីជាវាមិនទាន់ទុំល្អមិនទាន់ទុំច្រើនមិនទាន់ចាស់ច្រើនក៏មានអារម្មណ៍ថាសប្បាយចិត្តសូមផ្ដាំបងប្អូនផងកុំសូវទៅនៅក្រោមដើមតរ៉េនដូចនាងខ្ញុំពេកនេះដោយសារតរ៉េនគេចងទេបើអត់ចងយើងហ៊ានតែចូលប្រេះផ្ដាស់ហ្នឹងធ្លាក់មកត្រូវហើយពេលវេលានៃការចូលលេងចការតរ៉េនរបស់យើងក៏មិនយូរប៉ុន្មានដែរសន្តានាជាមួយអ៊ំស្រីហើយក៏បានជូនលុយគាត់តិចតួចដែរអញ្ចឹងដោយសារយើងចូលលេងចការរបស់គាត់ថតមកសប្បាយមកឆ្អែតហ្នឹងគឺយើងអាចបានទិញទេតរ៉េនគាត់អត់ទាន់មានចាស់អញ្ចឹងហើយក៏ជូនថវិកាគាត់តិចតួចសម្រាប់ទិញអីពិសាទៅនេះសកម្មភាពរបស់ក្មេងៗគាត់ថតរូបថតអីចឹងណាបងប្អូននិយាយទៅសប្បាយបងប្អូនមានអារម្មណ៍ថាមានក្តីសុខមែនតែនសម្រាប់គេមិនដឹងតែនេះខ្ញុំមានក្តីសុខពេលនេះខ្ញុំទៅចការណាដែលមានដំណាំហូបផ្លែចាស្កេះស្កាបែបហ្នឹងគឺរីករាយខ្លាំងសូមបញ្ជាក់បងប្អូនទៀតណានៅក្នុងវីដេអូនេះនាងខ្ញុំថតនៅស្រុកសំឡូតខេត្តបាត់ដំបងបងប្អូននៅខេត្តណាក្រុងណាក៏អាចមកទស្សនាមកលេងកម្សាន្តបានដែរផ្លូវគឺស្រួលមែនតែផ្លូវកស៊ូនេះខ្ញុំនៅស្រុករតនមណ្ឌលជិះពីកន្លែងនេះខ្ញុំទៅចំណាយពេលវេលាមិនយូរទេបងប្អូនគឺរយៈពេលត្រឹមតែ2ម៉ោងហ្នឹងយើងបើកលក្ខណៈគេហៅថាលបឿនដែលមានសុវត្ថិភាពចឹងណាបន្ទាប់ពីទស្សនាក៏ដូចជាថតវីដេអូអីផ្សេងក្នុងចំការតរ៉េនហើយក៏យើងនាំគ្នាលាលោកអ៊ំត្រឡប់ទៅវិញទៅពេលត្រឡប់មកក៏នាងខ្ញុំមកថតណែផ្លែបឺជូនបងប្អូននៅចិត្តផ្ទះអ៊ំស្រីហ្នឹងបងប្អូនអើយផ្លែបឺផ្លែមែនតែនហើយផ្លែបឺអត់ថ្លៃទេបងប្អូន1គីឡូតែ70ទេស្មើនឹង7000រៀលយើងបងប្អូនចង់ទៅសំឡូតទៅរកទិញផ្លែបឺអត់ខ្វះទេគេលក់ទាំងក្រុងបងគេដាំបានមែនអានេះជាក់ស្ដែងនាងខ្ញុំបានឃើញផ្ទាល់គឺដាំបានមែនចាហើយនាងខ្ញុំក៏បានទិញគាត់ចំនួន3គីឡូផងដែរសម្រាប់តរ៉េនគឺនាងខ្ញុំទិញមួយផ្លែទេមួយផ្លែនោះវារាងធំដែរ76គីឡូបងប្អូនគឺ100000ជាតរ៉េនអត់មានច្រើនទេបងប្អូនដោយបងប្អូនឃើញចឹងឯងព្រោះវាមិនទាន់ដល់រដូវពេញកាត់ចឹងគេបេះបានមួយចការបានតែ5 6ផ្លែទេយកមកលក់ផ្លែភ្ញៀវវិញគឺបេះពីដើមមកថ្មីស្រស់ល្អជូរអែមឆ្ងាញ់ចានេះគឺពពួកគេហៅថាតរ៉េនម៉ាន់ថងបងប្អូនចាគេយកមកដាក់លក់ចឹងឯងពេលដែលមានភ្ញៀវជិះកាត់គឺគេទិញចាយកជាសកម្មភាពនាងខ្ញុំកំពុងតែច្បល់មានភ្ញៀវបងប្អូនសំទោសចាភ្ញៀវដែលគេទៅបេះមកភ្លាមហើយគេអត់តន់ចងកស៊ូចឹងហើយយើងក៏នាំគ្នាច្បាមដាក់ទៅបន្ទាប់ពីទិញមានទិញអីរួចទិញភ្ញៀវរួចរាល់ហើយយើងក៏ចាប់ផ្ដើមនាំគ្នាធ្វើដំណើរកម្សាន្តទៅលេងទឹកជ្រោះទឹកធ្លាក់បងប្អូនចាទឹកធ្លាក់នេះកាលពីជាង10ឆ្នាំមុនចាបងប្អូនកំឡុងពេល2009ណានាងខ្ញុំថតទលេងម្សាមុនពេលដែលនាងខ្ញុំប្រឡងថ្នាក់ទី12ផ្លូវអត់មានស្រួលចុះដើរបែបនេះទេបងប្អូនហើយក៏មានការអភិវឌ្ឍអីមានផ្លូវចូលអីស្រួលបួលដែរនាងខ្ញុំធ្វើដំណើរពឹកឆ្ងាយមែនតើបងប្អូនអើយគឺយើងឆ្លងកាត់ដប់ព្រៃគឺស្ងាត់ចងំតែឥឡូវគឺមានផ្ទះអ្នកស្រុកច្រើនហើយមានការលក់ដូរលក់អីស្ដាយពីទឹកវិញគឺថ្លាឆ្វង់តែម្ដងណាបងប្អូនមិនថាខែណាទេបងប្អូនគឺ
ថ្លាឆ្វេងតែម្ដងខ្ញុំហ៊ាននិយាយដោយសារនេះខ្ញុំទៅ2 ដងហើយ10 ឆ្នាំមុននិង10 ឆ្នាំក្រោយគឺទឹកថ្លាដូចគ្នាហើយកន្លែងទឹកហ្នឹងគឺស្អាតអត់មានថង់អត់មានផ្លាស្ទិកអីច្រើនញ៉ៃទេបងប្អូនវាអាចផ្លោតស្នៀតមានតិចតួចមួយហ្នឹងតែអ្នកដែលគាត់លក់ដូរនៅហ្នឹងគឺគាត់ជួយសម្អាតថែរក្សាបានល្អនេះខ្ញុំក៏សូមសរសើរពួកគាត់ដែរគឺលើកទឹកចិត្តគាត់សរសើរពួកគាត់គឺពួកគាត់បានថែរក្សាចាស់ទឹកបឹងហ្នឹងបានល្អមែនតើបងប្អូនទឹកហ្នឹងថ្លាឆ្វេងហ្មងនៅខាងក្រៅតែនេះក្នុងទូរស័ព្ទនេះខ្ញុំគឺនេះខ្ញុំអត់បានថតឬអ៊ីឌីតអីខ្លាំងអញ្ចឹងទៅឃើញទឹកវាអត់សូវថ្លាណាមួយវាកុំពន្លឺផងហើយបន្ទាប់ពីចុះមកដល់ក្រោមគឺយើងមានការទទួលទានអាហារអីផ្សេងតិចតួចអញ្ចឹងហើយក៏ញ៉ាំភេសជ្ជៈអីតែនេះខ្ញុំអត់បានញ៉ាំទេគឺថតតែគេញ៉ាំតាទាអាំងទេបងប្អូនហើយតិចទៀតហ្នឹងបានបញ្ញាយបងប្អូនមកដុំលើហើយចាឆ្ងាញ់ណាស់ទាអាំងនេះបងប្អូនទៅយើងមានសកម្មភាពកំសាន្តអីផ្សេងថតរូបក៏ដូចជាចុះងូតទឹកអីប៉ុន្តែនេះខ្ញុំអត់បានងូតទឹកទេថ្ងៃហ្នឹងដោយសារនេះខ្ញុំមានអារម្មណ៍ថាល្ងាអញ្ចឹងណាចាសម្រាប់រមណីយដ្ឋានបើសិនជាបងប្អូនចេះថែរក្សាតំបន់ដែលបងប្អូនចារស់នៅឬក៏ធ្វើការរស់ស៊ីអីនៅហ្នឹងបងប្អូនអាចចាស្រូបទាញចំណូលបានច្រើនមែនតើព្រោះភ្ញៀវទេសចរកាលណាដែលគាត់ទៅគឺឃើញទឹកស្អាតចាអត់មានចាផ្លាស្ទិកអត់មានសម្រាមអញ្ចឹងគាត់នឹងត្រឡប់ទៅវិញម្ដងទៀតនេះខ្ញុំចាប់ផ្ដើមត្រឡប់មកផ្ទះវិញហើយសិនបងប្អូនចង់ទៅទស្សនាឬទៅកំសាន្តនៅតំបន់ហ្នឹងខ្ញុំរីកមិន 100% បងប្អូនបរិយាកាសល្អទេសភាពស្អាតចាអត់មានសម្រាមទេបើមានក៏តិចតួចមិនមែនអត់សោះទេអញ្ចឹងវីដេអូរបស់នេះខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងដែរជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អចាជម្រាបលាកុំភ្លេចជួយ share ផងបើសិនបងប្អូនចង់ឲ្យចាតំបន់របស់បងប្អូនស្រុកសំឡូតខេត្តបាត់ដំបងកាន់តែល្បីរន្ទឺបន្ថែមទៀតនារដូវនេះគឺរដូវផ្លែទុរេនចាអញ្ចឹងអរគុណច្រើនជម្រាបលាបាយបាយ